ម៉ាក់មិនអីទេម៉ាក់មិនអីទេពួកឯងអ្នកណាធ្វើបាបកូនប្រុសខ្ញុំអ្នកគឺជាអ្នកមិនដៃអនាម័យនោះមែនទេក្រដោយកូនប្រុសអញ្ចឹងតែងខ្លួនស្អាតបាត់យ៉ាងណាក៏មិនអាចជោគឈ្នះជាតិក្រនៅក្នុងខ្លួនបានដែរណាអ្នកណាឲ្យលោកថ្លៃធំស្រែកលោឡាក្នុងពិធីថឹងឡុងហ៊ានបាយខ្ញុំគឺអ្នកប្រុសគ្រូសាជាគ្រូសាលំដាប់អភិជនធំជាងគេនៅក្នុងក្រុងនេះនាងហ៊ានប៉ាគ្រូសាជាគ្រូសាអភិជនលេខ1ខ្ញុំមើលទៅមិនចាំបាច់ឲ្យមានទៀតទេក្នុងពេល5នាទីលុបឈ្មោះគ្រូសាជីចោលទៅនិយាយចាស់ដើមឡើយគឺទឹកមកឲ្យកូនប្រុសរកទូសម្ដែងច្រើនយ៉ាងនឹងពិតជាហ៊ានចំណាយលុយពិតមែននៅលុបឈ្មោះគ្រូសាជាខ្ញុំទៀតខ្ញុំប្រាប់នាងគ្រូសាជាខ្ញុំគឺមានប្រវត្តិជាគ្រូសាអភិជននៅក្នុងក្រុងនេះរាប់រយឆ្នាំមកហើយសូមកលេចមើលទីក្រុងទាំងមូលក្រៅពីក្រុមហ៊ុនវ៉ាន់ហៅគ្មាននរណាហ៊ានប៉ះគ្រូសាជាខ្ញុំនោះទេណាតែទេល្ងងខ្លាំងបើខ្ញុំប្រាប់លោកថាខ្ញុំគឺជាប្រធានឈាមម្ចាស់ក្រុមហ៊ុនវ៉ាន់ហៅថ្ងៃនេះលោកប្រមាថកូនប្រុសខ្ញុំមិនត្រឹមតែឲ្យលោកសັບទេសូម្បីតែគ្រូសាជាក៏ត្រូវកប់ជាមួយគ្នាដែរសំអាងលើនេះគ្រាន់តែជាអ្នកអនាម័យសម្បត្តិតាមផ្លូវទេឲ្យគ្រូសាជាខ្ញុំស្លាប់កំដរទៀតអត់មានឈាមខកក្នុងខួរក្បាល10ឆ្នាំផងបែរជាហ៊ាននិយាយពាក្យហ្នឹងចោលមកស៊ីឆាប់មើលម្ដាយចោលមកស៊ីរបស់ឯងទៅជួយមិនបានក៏ហីចោះហើយនៅមកបន្ថែមរឿងទៀតពួកឯងចង់ស្លាប់កុំអូសពួកយើងទៅជាមួយចង់បញ្ចេញកំហឹងប៉ុន្តែគ្រូសាជាពួកយើងមិនអាចប៉ះពាល់បានទេពួកយើងឆាប់ទៅកូនប្រុសដល់ពេលដែលម៉ាក់ប្រាប់ការពិតគ្រប់យ៉ាងដល់ឯងហើយម៉ាក់ខ្ញុំទទួលស្គាល់ថាខ្ញុំធ្លាប់សម័យថាធ្វើជាកូនប្រុសអ្នកមានដែលរសាត់ដដែលនៅខាងក្រៅតែធ្វើជាមនុស្សត្រូវទទួលស្គាល់ការពិតបើយើងនៅតែមិនទៅទៀតគឺយឺតពេលហើយពួកឯងអ្នកណាក៏មិនអាចធ្វើបានដែរប៉ាប៉ាខ្ញុំមិនអីទេតែបែរជាហ៊ានបន្លំធ្វើជាប្រធានឈ្មោះទៅប្រហែលជីវិត9ពួយទៀតឆ្លៀតពេលដែលប្រធានឈ្មោះមិនទាន់មកខ្ញុំនឹងចាត់ការពួកឯងដល់ពេលនោះនៅចំពោះមុខប្រធានឈ្មោះខ្ញុំនឹងបានគុណសម្បត្តិថែមទៀតអាឡូប៉ាខ្ញុំប្រាប់ប៉ាចុះខ្ញុំចិត្តបានជួបប្រធានឈ្មោះហើយកូនអត់បានការអីនេះឲ្យឯងចូលរួមពិធីថឹងឡុងបាយច្បាស់ពលដល់ប្រធានឈ្មោះពេលនេះក្រុមហ៊ុនអន្តរជាតិទាំងប្រមាណរូបដៃគ្នាសម្រាប់បំបត្តិគ្រូសាយើងហើយគ្រូសារបស់យើងត្រូវចាប់ហើយពីពេលនេះតទៅឯងត្រូវគ្រូសាយើងកាត់ការចោលហើយឆាប់ទូរស័ព្ទទៅសុំទូប្រធានឈ្មោះអាឡូប៉ាអាឡូប្រធានឈ្មោះខ្ញុំគឺស៊ីវីខ្ញុំបានដឹងថាកូនអត់បានការនោះចេញពីផ្ទះហើយចង់កាប់ចង់សម្លាប់តាមចិត្តចោះសុំលោកស្រីទុកផ្លូវរកគ្រូសាយើងផងលើកនេះឯងមានអីត្រូវនិយាយទៀតទេលោកស្រីពិតជាម្ចាស់ក្រុមហ៊ុនវ៉ាន់ហៅមែនកូនប្រុសម្ដាយកូនពួកយើងទទួលស្គាល់គ្នាយូរហើយគួរដល់ពេលដែលឯងដឹងពីសមាជិកភាពពិតខ្លួនឯងហើយនៅបញ្ឆាប់គោរពអ្នកបន្តតំណែងក្រុមហ៊ុនវ៉ាន់ហៅរបស់យើងទៀតសូមគោរពអ្នកប្រុសសូមគោរពអ្នកប្រុសអ្នកប្រុសម៉ាក់កំពុងលេងសើចមែនទេម៉ាក់ជាអ្នកអនាម័យនៅក្រុមហ៊ុនវ៉ាន់ហៅណាកូនប្រុសការងារអនាម័យម៉ាក់គ្រាន់តែខ្លាញ់បន្លំទេម៉ាក់មិនមែនអ្នកអនាម័យទេឯងក៏មិនមែនជាមនុស្សលំដាប់ទាបដែលត្រូវគេមើលងាយដែរឯងគឺជាអ្នកមានលំដាប់ពិភពលោកកូនប្រុសរបស់ឈីលីហួរកាលនោះពេលទទួលស្គាល់ជាមួយឯងម៉ាក់ខ្លាចឯងព្រមទទួលយកមិនបានប្រកាសណាស់ម៉ាក់ក៏ចង់ឃើញឯងមានសមត្ថភាពធ្វើជាអ្នកបន្តតំណែងក្រុមហ៊ុនវ៉ាន់ហៅឬក៏អត់ដែរពេលនេះឯងឆ្លងកាត់ការសាកល្បងរបស់ម៉ាក់ហើយចាប់ពីពេលនេះតទៅឯងគឺជាអ្នកស្នងតំណែងតែមួយគត់របស់ក្រុមហ៊ុនវ៉ាន់ហៅយើងអ្នកស្នងតំណែងអ្នកមានលើលោកឯងអញ្ចឹងមិនមែនតម្លៃខ្លួនរាប់ពាន់លានទៅហើយទេល្ងងមែននោះគឺពាន់លានគឺពាន់លានអញ្ចឹងពិធីថឹងឡុងយប់នេះគឺគ្រប់គ្នា20ឆ្នាំមុនកូនប្រុសខ្ញុំនៅតូចបាត់ខ្លួន20ឆ្នាំមកនេះគ្មានពេលណាដែលខ្ញុំមិននឹកគិតដល់គេទេខ្ញុំដូចឈួតអញ្ចឹងស្វែងរក20ឆ្នាំព្រះមិនដាច់ធម៌មេត្តាទីបំផុតមុននេះមិនយូរប៉ុន្មានខ្ញុំក៏បានរកឃើញកូនប្រុសខ្ញុំដែលបានបែកគ្នាអស់ជាច្រើនឆ្នាំពិធីថឹងឡុងយប់នេះគឺធ្វើឡើងដើម្បីកូនប្រុសខ្ញុំប្រកាសទទួលស្គាល់សាច់ញាតិខ្ញុំមើលដឹងតាំងពីយូរកូនប្រសាខ្ញុំគឺជាញាតិក្នុងវងមនុស្សបើគេជាកូនប្រុសអ្នកមានកម្ពូលលើលោកអញ្ចឹងខ្ញុំមិនជាម្ដាយក្មេករបស់អ្នកមានលើលោកហើយហីត្រកូលជាងប៉ះពាល់កូនប្រសាខ្ញុំគិតទៅថាស្លាប់យ៉ាងម៉េចអ្នកប្រឈិនខ្ញុំមិនស្គាល់ភ្នំថៃសានខ្ញុំមានភ្នែកអត់ប្រស្រីខ្ញុំទើបជាមនុស្សអាក្រក់នៅចំពោះមុខលោកមែនលើកលែងទោសឲ្យខ្ញុំផងទៅណាស្រាមមួយពេលនេះខ្ញុំនឹងនឹកការប៉ັດឯងគួរតែស្លាប់អ្នកដែលធ្វើបាបគ្រួសារខ្ញុំមិនចាំបាច់រស់ទេអូខេចេញអ្នកប្រឈិនខ្ញុំគួរតែស្លាប់ទោះការខ្ញុំផងទៅចិត្តក្រោយខ្ញុំនឹងធ្វើសេះបានទេបើខ្ញុំមិនមែនជាអ្នកស្នងតំណែងរបស់ក្រុមហ៊ុនវ៉ាន់ហៅតែលោកដឹងខុសទេនៅក្នុងកាយភ្នែករបស់លោកមានអំណាចមានលុយទើបជាមនុស្សថ្នាក់ទាបគ្មានលុយគ្មានអំណាចគឺដូចជាសម្ោចតែលោកកុំភ្លេចឲ្យសោះណាជីវិតមនុស្សគឺស្មើភាពគ្នាទង្វើអាក្រក់របស់លោកដែលបានធ្វើគួរតែទទួលលទ្ធផលដោយខ្លួនឯង